មុននឹងធ្វើការវះកាត់ហើយនឹងកែច្នៃយើងត្រូវត្រួតពិនិត្យត្បូងឆៅមួយគ្រាប់នេះឡើងវិញណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាត្បូងជីលិនរបស់ភ្ញៀវដែលភ្ញៀវគាត់បានផ្ញើមកពីខេត្តតាកែវឲ្យខ្ញុំជួយធ្វើការកែច្នៃហ្នឹងគឺយើងបន្ទាប់ពីយើងពិនិត្យមើលគុណភាពរួចហើយបានយើងចាប់ផ្ដើមយក Big Fert ហ្នឹងមកគូសចំណាំកន្លែងដែលយើងត្រូវធ្វើការវះកាត់ណាបងប្អូនទាំងអស់គ្នាដោយសារតែត្បូងនេះមាននៅជាប់ស្នាមបែកដូច្នេះហើយយើងត្រូវតែធ្វើការវះកាត់គឺកាត់យកតែកន្លែងដែលសាច់ស្អាតណាបងប្អូនទាំងអស់គ្នាហើយមួយទៀតគឺភ្ញៀវគាត់ចង់បានរៀងច្រើនគ្រាប់ដែរដូច្នេះហើយក៏ខ្ញុំត្រូវធ្វើការវះកាត់ជូនគាត់ដើម្បីច្នៃឲ្យបានច្រើនគ្រាប់ជូនគាត់តែម្ដងណាបងប្អូនទាំងអស់គ្នាហើយត្បូងមួយគ្រាប់នេះគឺគ្រាប់ធំដូច្នេះហើយយើងអាចធ្វើការវះកាត់នឹងបានច្រើនគ្រាប់ណាបងប្អូនទាំងអស់គ្នាត្បូងមួយគ្រាប់នេះនៅពេលដែលយើងធ្វើការវះកាត់គឺយើងកាត់យកខាងសាច់ដែលស្អាតមុនសិនណាបងប្អូនទាំងអស់គ្នាគឺយើងជ្រៀកជាពីរសិនដើម្បីមើលផ្ទៃមួយចំហៀងទៀតដើម្បីឲ្យដឹងថាតើសាច់ខាងណាទៀតនៅសល់ស្អាតហើយបានយើងចាប់ផ្ដើមធ្វើការកាត់បន្តទៅជាចម្រៀកតូចៗណាបងប្អូនទាំងអស់គ្នាហើយត្បូងមួយគ្រាប់នេះនៅពេលដែលយើងធ្វើការវះកាត់រួចគឺយើងកាត់បានរហូតដល់ទៅជាង10គ្រាប់ណាបងប្អូនទាំងអស់គ្នាត្បូងមួយគ្រាប់យើងពុះជ្រៀកបានរហូតដល់ទៅជាង10គ្រាប់សម្រាប់យកមកធ្វើការកែច្នៃណាបងអញ្ចឹងសម្រាប់បងអ្នកដែលមានត្បូងចង់ធ្វើការកែច្នៃអាចតាក់ទងមកខ្ញុំបាន